បាទសួស្តីក៏ដូចជាជំរាបសួរពុកម៉ែបងប្អូនពីចម្ងាយនៅព្រឹកព្រលឹមបាទស្ដាប់តសលេងក៏ខ្ញុំតែដឹងតែកងប៉ុណ្ណាបាទថ្ងៃនេះខ្ញុំមកថតវីដេអូពីការបណ្ដោះស្បៃរបស់ខ្ញុំបាទនេះវាបានអាយុ3ថ្ងៃហើយបាទបូកសរុបទាំងការដាំដាក់ត្រាំទឹកណាពុកម៉ែបងប្អូនបាទខ្ញុំត្រាំទឹកមកយប់មួយថ្ងៃបាទសុំទោសអានេះបាន2ថ្ងៃហើយបាទមាញ់ថ្ងៃនេះបាទនេះសភាពរបស់វាគឺប៉ុណ្ណឹងបានពុកម៉ែបងប្អូនបាទហើយវាខ្ញុំដាក់រឿងក្រាស់បន្តិចដោយសារតែខ្ញុំត្រូវទៅផ្នែកខាងនោះទៀតបាទនោះមានកន្លែង2កន្លែងទៀតបាទហើយនឹងកន្លែងទៅនេះទៀតបាទហើយខែប្រាំងខ្ញុំផ្អាកដាំរយៈកន្លែងនៅខាងក្រោមដីដោយសារតែវាក្តៅវាអត់ដុះចឹងខ្ញុំដាំតែខាងលើកន្លែងមានផើងបាទចាខាងក្រៅវាមានតែដើមផ្ទីដើមអីល្អបាទនេះគឺជាការសាបបាទការសាបនេះគឺខ្ញុំដាក់រឿងក្រាស់បន្តិចបាទដើម្បីដកកូនយកទៅស្ទូងកន្លែងធ្នៅនោះបាទធ្នៅនោះទៀតបាទចឹងអានេះគឺជាការសាបកូនបាទហើយខ្ញុំធ្វើការក្របដោយសារតែវាក្តៅខ្លាំងពេលថ្ងៃតែព្រឹកព្រលឹមចេះខ្ញុំបើកវាឲ្យវាមានពន្លឺចេញចូលចឹងណាឲ្យវាស្រូបពន្លឺដើម្បីឲ្យដើមវាលូតលាស់ល្អបាទនេះវាចាប់ដើមខៀវបន្តិចម្ដងហើយបាទនេះកូនស្បៃបាទកូនស្បៃចង្កឹះបាទល្អពុកម៉ែបងប្អូនល្អមែនតែនបាទវាលូតល្អខៀវបូកជាមួយលឿងពីព្រឹកខ្ញុំបើកមកលឿងពេលដល់លើបើខៀវបាទចឹងឲ្យកូនស្បៃត្មងចឹងមកនៅសោះស្អាតមែនតែនបាទដូចរុក្ខជាតិព្រឹកព្រលឹមរីស្កូស្គីបាទស្អាតចាំវីដេអូស្ទូងតបខ្ញុំដកថតជូនពុកម៉ែបងប្អូនមើលពីការដកស្ទូងបាទចឹងវីដេអូមានប៉ុណ្ណឹងបាទហ្នឹងអរគុណច្រើនពុកម៉ែបងប្អូនបាទរៀងក្រាស់បាទរៀងក្រាស់អរគុណពុកម៉ែបងប្អូនជម្រាបលា